សង្គ្រាមអាចបន្តទៅទៀតប៉ុន្តែវាអត់រីកធំហួសពីតាមបណ្ដោយខ្សែព្រំដែនទេណាដោយសារអ្វីដោយសារថៃគ្មានគោលដៅវាយចូលកម្ពុជាទេហើយហ៊ុនសែនគ្មានគោលដៅវាយចូលដីថៃទេត្រឡប់មកវិញអ្នកដែលសួរនៅតែមិនជឿរឿងមួយមិនជឿថាទំនាស់នេះមិនមែនរឿងទំនាស់ទឹកដីទេមិនមែនជាការឈ្លានពានទេវាជាទំនាស់នៃការគុំគួនរបស់តាហ៊ានថៃនិងការដែលប្រើសម្ដីអួតអាងរបស់ហ៊ុនសែនតាហ៊ានសៀមវាយហ៊ុនសែនទេមិនមែនវាយយកទឹកដីវាយហ៊ុនសែនវាគុំហ៊ុនសែនហើយចំណែកហ៊ុនសែនហ្នឹងក៏យកទឹកដីហ្នឹងមកលេបទេតាមពិតហ៊ុនសែនព្រមជាមួយសៀមហើយបងប្អូនកុំច្រឡំណាខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជាថៃដូចកម្ពុជាវៀតណាមចឹងវាគ្មានរឿងអីដែលហ៊ុនសែនទៅខំប្រឹងតការពារទឹកដីទេបើហ៊ុនសែននឹងមានកំណើតចេះការពារទឹកដីចេះការពារទឹកដីជាមួយយួនណាប៉ុន្តែបើហ៊ុនសែនសញ្ញេឲ្យយួនទាំងអស់ហើយវាគ្មានរឿងអីដែលហ៊ុនសែនត្រូវស្រកទឹកពងទៅចំណាយពេលការពារទឹកដីទេអញ្ចឹងបន្ទាត់ព្រំដែនកម្ពុជាថៃឡង់800គីឡូម៉ែត្រនឹងត្រូវព្រមព្រៀងគ្នាដូច្នេះមានន័យថាវាមិនមែនជារឿងទឹកដីទេវាជារឿងទំនាស់រវាងតាហ៊ានសៀមនិងលោកហ៊ុនសែនទំនាស់មកពីអីសៀមវាស្អប់តាហ៊ានសៀមវាស្អប់លោកហ៊ុនសែនសម្ដីថ្លាប់អង្អាត់ណាវាប្រៀបបាននឹងមនុស្សម្នាក់ដែលគេនៅចិត្តផ្ទះយើងហើយគេមានសណ្ដាប់ធ្នាប់ផ្ទះគេហើយយើងទៅអង្អាត់ផ្ទះគេណាតែយើងទៅអង្អាត់ផ្ទះគេខាងយើងគេធ្វើយើងវិញណាគេធ្វើយើងវិញដល់គេធ្វើយើងវិញលើកទី1យើងចាប់គេចងថតតាមវីដេអូឆ្នាំ2008គេគុំគេវាយយើងហ្នឹងអញ្ចឹងតែឲ្យគេទៅយកទឹកដីអត់ទេតែបើដែនសមុទ្រអាហ្នឹងអាចយកអា30000គីឡូម៉ែត្រកាឡានោះនៅនឹងមុខកោះកុងអាហ្នឹងយកព្រោះអាហ្នឹងយួនគេឲ្យចែកគ្នាម្នាក់30000យួនយក30000គីឡូម៉ែត្រកាឡាសៀមយក30000អូខេអញ្ចឹងឆ្លើយទៅលីសុងក្មួយឯងយល់ហើយណាឆ្លើយទៅហារូហើយ 4K daily តើ ICC និង ICJ ខុសគ្នាយ៉ាងណាខុសគ្នាអញ្ចេះកូន ICC ទទួលបណ្ដឹងព្រំទោសអក្រិតទោសព្រហ្មទណ្ឌណាហើយអ្នកប្តឹងមានតែរដ្ឋទេប្តឹងបានចំណែកឯកជនបានត្រឹមនាំនៅហេតុទៅប្រាប់តែត្រូវពឹងទៅលើសភាចារបុរសដែលជា prosecutor នៅ ICC ថាតើទទួលយកទៅចងក្រងឬមិនចងក្រងឧទាហរណ៍ដូចក្មួយមូនពេជ្រអីទៅសេទៅនឹងមិនមែនប្តឹងទេសរសេរទៅជា letter of resentment ជាលិខិតការទុកមិនសុខចិត្តលិខិតការទុកមិនសុខចិត្តនេះបើ prosecutor ICC prosecutor គេបើកការស៊ើបអង្កេតអានឹងបានទៅជាសំណុំរឿងនឹង ICC ចំណែក ICJ គឺទទួលបណ្ដឹងពីដើមទទួលបណ្ដឹងអំពីអក្រិតកម្មពិភពលោកទទួលបណ្ដឹងពីអក្រិតកម្មពិភពលោកដែលប្តឹងដោយរដ្ឋទទួលបណ្ដឹងទឹកដីទទួលបណ្ដឹងដោះស្រាយណាដែលរដ្ឋមានហើយអង្គការអន្តរជាតិដទៃអត់ទទួលឧទាហរណ៍ទៅជំនួសពាណិជ្ជកម្មអត់យកទៅប្តឹង ICJ បានទេពីព្រោះវាមាន World Trade Organization WTO ណាអញ្ចឹងភាពខុសគ្នារវាង ICJ វាកើតមុនហើយវាក្របខ័ណ្ឌវាភ្ជាប់ទៅនឹងប្រព័ន្ធសហប្រជាជាតិចំណែក ICC វាកើតក្រោយហើយដូចជាមិនភ្ជាប់ទៅនឹងក្របខ័ណ្ឌសហប្រជាជាតិទេណាឬក៏ភ្ជាប់ប៉ុន្តែមិនទាន់ភ្ជាប់ ICJ រដ្ឋមួយត្រូវទទួលស្គាល់កតិកាសញ្ញាក្រុងរ៉ូមតែសំទោស ICC ប្រយ័ត្នម្ដងទៀតនិយាយខុស ICC វាត្រូវប្រទេសត្រូវទទួលស្គាល់កតិកាសញ្ញាក្រុងរ៉ូមទើបក្លាយទៅជាសមាជិក ICC ចំណែក ICJ នរណាក៏ដោយឲ្យទៅជាសមាជិកនៃអង្គការសហប្រជាជាតិជាស្វ័យប្រវត្តិទទួលស្គាល់ ICJ ក៏
ក៏ប៉ុន្តែនៅក្នុង ICJ លក្ខន្តិកៈមានក្របខ័ណ្ឌមួយដែលអាចមិនទទួលស្គាល់នៅដែនអាជ្ញាធិការដោយឧទាហរណ៍ប្រទេសថៃវាសមាជិកអង្គការសហជីវជាតិតាមពិតវាជាសមាជិករបស់ ICJ វាជាសមាជិក ICJ ក៏ប៉ុន្តែដោយសារវាចាញ់ក្តីឆ្នាំ62វាខឹងវាទទួលស្គាល់មានកំណត់លើដែនអាជ្ញាធិការនៃ ICJ បានជាយើងប្តឹងវាពិបាកសូថាវាជាសមាជិក ICJ yes មិនបាន yes ព្រោះវាជាសមាជិក UN we become automatically the members or the binding member of ICJ ក៏ប៉ុន្តែនៅក្នុងលក្ខន្តិកៈនៃ ICJ វាមានច្រកចេញគឺច្រកមិនទទួលស្គាល់ដែនអាជ្ញាធិការអាហ្នឹងវាជាអញ្ចឹង ICC នរណាក៏ដោយជាប្រទេសដែលទទួលស្គាល់លក្ខន្តិកៈក្រុងរ៉ូមគឺជាសមាជិករបស់ ICC ICJ អ្នកណាជាសមាជិកអង្គការសហជីវជាតិជាសមាជិករបស់ ICJ ប៉ុន្តែមានការលើកលែងត្រង់ទទួលស្គាល់អាជ្ញាធិការពេញឬមិនទទួលស្គាល់អាជ្ញាធិការពេញរឿងក្រៅពីហ្នឹងខ្ញុំអត់ចេះឆ្លើយទេណាយ៉ារិទ្ធាយាបន្ទាប់ទៀតពូអាចវិភាគបានទេតើបន្ទាប់ពីរំលាយសភាតើស្ថានភាពនឹងដោះស្រាយយ៉ាងណាខ្ញុំអត់ចាំបាច់បញ្យល់កូនឯងទេពីព្រោះរឿងនេះកូនឯងមិនគួរចង់ដឹងទេស្រេចតែម៉ែវាទៅអាហ្នឹងរឿងនយោបាយថៃកាលណាគេរំលាយសភាគេទៅហៅការបោះឆ្នោតកាលណាហៅការបោះឆ្នោតវាត្រូវចូលទៅខែមករាកាលណាចូលទៅខែមករាវាត្រូវមានរដ្ឋាភិបាលចាំផ្ទះរដ្ឋាភិបាលចាំផ្ទះអាចធ្វើទៅបានប៉ុន្តែទាហានសៀមអាចបន្តសង្គ្រាមបានហើយបើអាមេរិកកាំងគៀបសង្កត់ដោយយកពន្ធគយទៅគៀបប្រទេសថៃឡង់ដូណាល់ត្រាំនឹងអាចរបូតភូមិសាស្ត្រនយោបាយថៃទៅចិនហើយអាមេរិកកាំងខាតបើថ្លឹងពីផលចំណេញពីកម្ពុជាហើយនឹងផលខាតពីការគៀបសង្កត់ថៃអាមេរិកកាំងប្រៀបបាននឹងចាក់អង្គចោលយកអង្កាមពីព្រោះផលប្រយោជន៍ពីកម្ពុជាស្មើ 1% ផលប្រយោជន៍នៅថៃស្មើ 99 បើសិនជាដូណាល់ត្រាំគាត់ដាក់គំនាបទេដាក់ទណ្ឌកម្មឬគំនាបជាមួយនឹងថៃវានឹងរុញឲ្យភូមិសាស្ត្រនយោបាយថៃរបូតចូលទៅក្នុងដៃនៃការអោបកសោបរបស់ចិនហើយបើត្រាំគិតអញ្ចឹងនយោបាយការបរទេសរបស់ត្រាំកម្ពុជាថៃអាចខុសយ៉ាងម៉េចចិនយកទាំងកម្ពុជាយកទាំងថៃចុះកម្ពុជាវិញបើត្រាំគៀបសង្កត់ថៃឲ្យឈប់ច្បាំងកម្ពុជាបានសន្តិភាពទេចម្លើយខ្ញុំជេមសុកអត់ចុះបើត្រាំសង្កត់ថៃឲ្យមានការឈប់បាញ់ប៉ុន្តែអត់បានសន្តិភាពទេមានចាំទេពេលចុះហត្ថលេខាថ្ងៃទី26ខែតុលាអ្នកណាអ្នកនិយាយថាសន្តិភាពអត់ទាន់បានទេសន្តិភាពត្រូវកសាងមានចាំទេអ្នកណាអ្នកនិយាយនៅថ្ងៃ26ហ្នឹងខ្ញុំថាអាហ្នឹងមិនមែនកិច្ចព្រមព្រៀងសន្តិភាពទេសន្តិភាពអត់ទាន់មានទេអ្នកណាអ្នកនិយាយគឺក្បាលអាមនុស្សម្នាក់ដែលគេខឹងថាមិនជួយជាតិហ្នឹងអាណានិយាយហ្នឹងគឺចេមសោកគ្មានអ្នកណានិយាយទេនៅក្នុងពិភពអ្នកធ្វើ show ខ្មែរគ្មានអ្នកណានិយាយទេគឺមានតែម្នាក់ទេអាមួយនឹងឈ្មោះវាចេមសោកចុះឥឡូវវាពិតទេឃើញអាសេចក្តីប្រកាសរួមថ្ងៃទី26ឃើញវាអត់មានសន្តិភាពទេណាបើមិនឃើញទេទៅពេទ្យភ្នែកខ្ញុំមិនទេយកត្រូវទេខ្ញុំមិនទៀមទាយកត្រូវទេប៉ុន្តែខ្ញុំវិភាគមកវាចាញ់អញ្ចឹងថ្ងៃ28ខ្ញុំថាវាមិនសពទេ28កក្កដាខ្ញុំថាវាអត់សពទេវាមានការឈប់បាញ់ប៉ុន្តែវាអត់សពទេដល់ថ្ងៃទី26តុលាខ្ញុំថាវាមិនមែនជាកិច្ចព្រមព្រៀងសន្តិភាពទេវាជាប្រកាសរួម
ចុះបើសិនស្អែកខាងស្អែកត្រំឲ្យឈប់បាញ់ក៏វាអត់មានសន្តិភាពហើយខ្ញុំនិយាយឲ្យដរាបណាហ៊ុនសែននៅរស់ហើយចេះតែបើកមាត់បបោចថៃនៅតែរស់រឿងអញ្ចឹងណាអ្នកដែលកាន់ជើងហ៊ុនសែនតែថៃឆ្លៀនពៀនអូខេស្រេចតែអ្នកឯងគិតទេបើអ្នកឯងគិតទៅថៃឆ្លៀនពៀនថៃនៅតែមិនសុខចិត្តចឹងបើអ្នកឯងថាថៃវាអត់ឆ្លោះជាមួយសម្ដេចអ្នកឯងទេខ្ញុំអត់មានបខំឲ្យអ្នកឯងជឿខ្ញុំទេព្រោះអ្នកឯងយល់ឃើញថាថៃឆ្លៀនពៀនអ្នកឯងចង់ស្រែកថាម៉េចក៏ដោយថៃនៅតែវាយតូចវាយធំនៅតែវាយតាមទល់ដែរនៅតែវាយបើថៃវាយមិនបានសម័យត្រំកាន់ណាចអស់ពីត្រំទៅវាយទៀតចុះបើអត់មានហ៊ុនសែនអាហ្នឹងបានសពហើយសំបីតែមានហ៊ុនសែនក៏នៅតែបានសពដែរតែហ៊ុនសែនឈប់ស៊ីត្រាវភាសាអង់គ្លេសថា mind his business ប្រែជាភាសាខ្មែរថាកុំប៉ះពាល់គេគិតតែខ្លួនឯងទៅវាសពហើយអាវាយគ្នាពីថ្ងៃទី7ហ្នឹងមកពីមាត់ហ៊ុនសែនតាណាឥឡូវហ្នឹងបងប្អូនឆ្លើយខ្ញុំបន្តិចមកខ្ញុំនិយាយថាអាវាយគ្នាចាប់ពីថ្ងៃទី27តាំងពីថ្ងៃទី7ខែធ្នូរហូតដល់ថ្ងៃទី11ខែធ្នូនេះវាមកពីហ៊ុនសែនបើកមាត់និយាយតើមានបងប្អូនណាខ្លះយល់ដូចខ្ញុំឆ្លើយ yes បើមិនយល់ដូចខ្ញុំឆ្លើយ no ខ្ញុំនិយាយម្ដងទៀតខ្ញុំយល់ខ្ញុំវិភាគថាដែលវាយថ្ងៃ7មកដល់ថ្ងៃនេះគឺមកពីហ៊ុនសែនបើកមាត់ល្មោះមាត់ណាអាហ្នឹងអញ្ចឹងណាចាំបងប្អូនឆ្លើយអ្នកណាយល់ឃើញដូចខ្ញុំឆ្លើយ yes អ្នកណាមិនយល់ឃើញដូចខ្ញុំឆ្លើយ no ខ្ញុំអរគុណបាទខ្ញុំអរគុណអាហ្នឹងអញ្ចឹងបាទវារឿងមាត់ទេមិនមែនរឿងទឹកដីមិនមែនរឿងអីទេរឿងមាត់បាទរឿងមាត់ឥឡូវឆ្លើយបន្តទៅទៀតអនុទិនប្រកាសលាលែងពីតំណែងហើយបាទយ៉ាងម៉េចដែរអត់មានម៉េចទេទៅណាទៅមិនខ្វល់ទេលោកតាតើតាហ៊ានសៀមអាចវាយដល់ក្រុងទេអត់ទេអត់វាយយកក្រុងទេអត់ទេអនុទិនសំលាលែងដឹងហើយទេណាអូខេលោកតាតើលោកតាគិតដូចម្ដេចចំពោះអនុទិនមុនការខលរបស់ត្រំនិយាយហើយកូនអាត្រំខលមកពេលអាត្រំខលមកមិនដឹងនិយាយជាមួយអាណាទេគេលេលែងអស់ហើយណាអត់ដឹងនិយាយជាមួយអ្នកណាណាកូនណាដល់អញ្ចឹងទៅជួនកាលទៅបើឲ្យឈប់បាញ់តិចទៀតបាញ់ទៀតណាបន្តិចទៀតបាញ់ទៀតអត់មានធ្វើអីបានទេណាអូខេចាំមើលអាប់ដេតបន្តិចមើលតើមានស្អីតើមើលលោកហ៊ុនសែនមើលគាត់មានអីថ្មីទេលោកហ៊ុនសែនអត់មានអីថ្មីទេទៅមើលសៀមវិញសៀមមានអីថ្មីទេអូខេអូខេមានការអីទេអត់មានទេភូមិភាគ2ថាច្បាំងខ្លាំង13ចំណុចក្នុងបណ្ដោយព្រំដែន4ខេត្តអានោះភូមិភាគ2ណាអូខេភូមិភាគ2ចំណែករឿងអ្នកស្លាប់អ្នករបួសអីខ្ញុំខ្ជិលនិយាយណាពេលព្រោះស្រេចតែអ្នកជឿចោះអូខេស្រេចតែអ្នកជឿចោះស្រេចតែអ្នកណាចង់ជឿអីក៏ជឿចោះខ្ញុំអត់ឆ្លោះរឿងថាថៃងាប់ប្រហែលខ្មែរងាប់ប្រហែលអីខ្ញុំអត់ទេខ្ញុំមិនឈឺក្បាលរឿងហ្នឹងទេអូខេមិនឈឺក្បាលរឿងហ្នឹងទេ
អញ្ចឹងខ្ញុំមើល update សិនអត់មានរឿងអីទេណា អូខេនៅខាងខ្មែរកំពុងតែសប្បាយអំពីរឿងសៀមងាប់ហើយនឹងចោះចាញ់ណាអញ្ចឹងទោះណាស់តែសំសម្ដេចហ៊ុនសែនកុំឲ្យឈប់ច្បាំងហើយអ្នកនិយាយនៅក្នុង Facebook ហ្នឹងគួរណាស់ចាញ់ច្បាំងណាបើពិតសុំរូបថតសុំអីត្រឹមត្រូវមកហើយកុំចាញ់សុំឲ្យចាញ់ឲ្យកុំឲ្យឈប់ច្បាំងណាបើសិនជាឈប់ច្បាំងមានន័យថាបើចង់ឈប់ច្បាំងមានន័យថាយើងចាញ់គេបើយើងកំពុងតែឈ្នះនៅលើសមរភូមិយើងត្រូវអត់ឈប់ច្បាំងទេ ពីព្រោះវាមិនដែលមានអាអ្នកចាញ់មិនឈប់នៅក្នុងពិភពលោកនេះវាមិនដែលមានអាអ្នកចាញ់មិនឈប់វាបែរទៅជាអាអ្នកឈ្នះឈប់ឥឡូវបងប្អូនជួយគិតខ្ញុំមើលបងប្អូនជួយគិតខ្ញុំមើលតើខួរក្បាលខ្ញុំវាឈួតតែយ៉ាងម៉េចណាតើខួរក្បាលខ្ញុំវាឈួតតែយ៉ាងម៉េចដែលមនុស្សវាយឈ្នះគេចង់ឈប់ច្បាំងណាចំណែកឯណាចំណែកឯមនុស្សដែលវាយឈ្នះគេចង់ឈប់ច្បាំងហើយចំណែកមនុស្សដែលចាញ់អត់ចង់សញ្ញេឈប់ច្បាំងមើលបងប្អូនជួយបញ្យល់ខ្ញុំកើតបញ្ហាខួរក្បាលអីយ៉ាងម៉េចជួយប្រាប់បន្តិចមើលមនុស្សដែលវាយឈ្នះគេត្រូវការឈប់ច្បាំងចំណែកមនុស្សដែលវាយចាញ់គេចេះតែចង់ច្បាំងអាហ្នឹងចឹងណាអូខេណាសំចៅសាមបានសួរគេថាថៃវង្វេងប្រវត្តិសាស្ត្រមែនឬទេបាទមែនកូនថៃវង្វេងប្រវត្តិសាស្ត្រហើយចុះកូនឯងស្គាល់ប្រវត្តិសាស្ត្រខ្មែរដែរចៅអត់តែកូនឯងអត់វែងទេកូនឯងអត់វែងទេអត់វែងទេណាថៃគេស្គាល់ប្រវត្តិសាស្ត្រប៉ុន្តែគេវង្វេងចំណែកយើងខ្មែរអត់ស្គាល់ប្រវត្តិសាស្ត្រហើយអត់វែងទេមិនបាត់អត់វែងមាន GPS កើតមកមាន GPS ខ្មែរណាកើតមកជាពូជមាន GPS កើតមក GPS មកជាមួយអញ្ចឹងអត់វែងវត្តសាស្ត្រទេតែសែមថាស្គាល់តាលោកតាឥឡូវជួយប្រាប់មើលនាងនាគកើតឆ្នាំណាខែណាឥឡូវប្រាប់រឿងមួយនាងនាគណានាងនាគតើនាងនាគជាអ្វីនឹងខ្មែរជួយប្រាប់មើលកូនឥឡូវមិនបាច់សួរឆ្នាំណាទេសួរឆ្នាំណាសួរថានាងនាគត្រូវជាស្អីនឹងខ្មែរសុំសំណួរមួយបើឆ្លើយមិនរួចសួរអាមួយស្រួលជាងហ្នឹងអូខេសំនៀងប្រព័ន្ធអំណាចដែលថៃប្រើរាល់ថ្ងៃបែបនេះជាភាពឆ្លាតវៃរបស់បញ្ញវន្តថៃមែនទេលោកអ៊ំឃើញគេមានវិធីយករួចខ្លួនបានរហូតនៅក្នុងសំណាក់នៃបញ្ញវន្តថៃវាមានអ្នកវាមានបែកខ្ញែកគំនិតគ្នាក៏ប៉ុន្តែរបស់មួយដែលថៃតែងតែយកមកប្រើគឺក្បួនហើយដល់រាបណាគេប្រើក្បួនឧទាហរណ៍ខ្ញុំឲ្យឧទាហរណ៍ដូចនៅស្រុកអាមេរិកនៅស្រុកអាមេរិកសប្តាហ៍ថ្ងៃនេះនយោបាយវាចូលដល់អត់ក្បួនស្រុកអាមេរិកកំពុងមានវិបត្តិនយោបាយបានឈានទៅដល់គេហៅថាភាពខ្វះក្បួនណាហើយភាពខ្វះក្បួននេះគឺអ្វីវាត្រូវឡើងទៅ Supreme Court អ្វីវាត្រូវឡើងទៅ Supreme Court គឺជាលើកទី1តាំងពីខ្ញុំមករស់នៅអាមេរិកនយោបាយអាមេរិកគេបានរុញទៅរក Supreme Court គឺការរុញករណីបណ្ដឹងទាំងឡាយហ្នឹងទៅកាន់តុលាការកំពូលតុលាការកំពូលសុទ្ធតែជាមនុស្សបាក់បែកមិនបានបាក់បែកពីព្រោះប្រព័ន្ធតុលាការកំពូល
បើតាមខ្ញុំគិតទៅតាំងពីខ្ញុំមកនៅអាមេរិកខ្ញុំមិនដែលឃើញតុលាការកំពូលទទួលបន្ទុកធ្ងន់ដោយលើកនេះទេអញ្ចឹងការកាត់សេចក្តីរបស់តុលាការកំពូលគឺមានភាពស្មុគស្មាញដោយសារអ្វីដោយសារគណៈបកធំពីរនឹងលែងគោរពច្បាប់គណៈបកប្រជាធិបតេយ្យក៏រំលោភច្បាប់គណៈបកសាធារណរដ្ឋក៏រំលោភច្បាប់ប្រធានាធិបតីពីគណៈបកប្រជាធិបតេយ្យក៏រំលោភច្បាប់ប្រធានាធិបតីត្រាំសប្ងៃក៏រំលោភច្បាប់ណាដូច្នេះហើយករណីទាំងអស់ត្រូវរុញទៅតុលាការកំពូលបើតុលាការកំពូលគាត់កាត់យ៉ាងម៉េចអានឹងច្បាប់កំណត់ទៅតាមហ្នឹងប្រទេសអាមេរិកមានបញ្ហាដដាប់ដដួសមែនប៉ុន្តែគេមានប្រព័ន្ធរបស់គេនៅដំណើរការបានមានន័យថាប្រព័ន្ធសាធារណរដ្ឋអាមេរិកវានៅដំណើរការបាននៅប្រទេសថៃគេមានប្រព័ន្ធរបស់គេនៅដំណើរការបានណាទោះបីគេរំលាយរដ្ឋសភាគេនៅដំណើរការបានចំណែកកម្ពុជាយើងមានប្រព័ន្ធតែមួយនេះឈ្មោះហៅថាហ៊ុនសែនគ្មានទេរដ្ឋធម្មនុញ្ញគ្មានទេច្បាប់មានតែហ៊ុនសែនណាបើហ៊ុនសែនគាត់ផឹកកាហ្វេគ្រប់ប្រព័ន្ធវាដើរជួនកាលគាត់ផឹកកាហ្វេលើសប្រព័ន្ធអត់ដើរស្ទះណាស្ទះប្រព័ន្ធស្ទះតែទោះបីស្ទះក៏ដោយប្រជាជនខ្មែរជួនកាលអត់ដឹងថាស្ទះទេដោយសារអីប្រជាជនខ្មែរធ្លាប់បានរងគ្រោះរហូតដល់វេទនាមែនតើអញ្ចឹងអ្វីដែលកើតឡើងបច្ចុប្បន្ននេះជាជនខ្មែរទទួលបានបើរត់ស៊ីត្រីផ្លាទូស្អុយអត់មានត្រីផ្លាទូស៊ីក៏នៅតែរស់បានដែរហើយប្រជាជនខ្មែរត្រូវគេបដៅអស់ប្រហែលកន្លះសតវត្សហើយ50ឆ្នាំគេថាស្អីក៏ដោយកើតមកអ្នកអាចបន្ទោសអ្នកដទៃបានតែបន្ទោសមេដឹកនាំអត់បានទេមេដឹកនាំរបស់អ្នកគឺជាព្រះដែលមិនចេះខុសអញ្ចឹងមកដល់ពេលនេះណាយើងបាក់ផ្នត់នៅគំនិតមួយគឺថាមេអញមិនខុសណាដូច្នេះហើយខ្មែរនៅក្នុងសម័យអ៊ីនធឺណិតនេះរកឃើញគេខុសតែមិនដែលរកឃើញខ្លួនឯងខុសទេណានេះគឺជាអ្វីនៅប្រទេសកម្ពុជាគឺ system វាដូរអញ្ចឹងណាណាសំនៀងនឹងប៉ុណ្ណឹងវីសាលោកត្រាំបានទទួលទូរស័ព្ទមកពីភាគីសងខាងអត់ទេភាគីសងខាងអត់មានហៅមកត្រាំទេហាំត្រាំហៅទៅណាត់នេះហៅទៅអូខេមិនដឹងថាកើតហើយនៅទេ LVD Max ឃើញតាតែនិយាយថាសម្ដេចរាមាទី10មិនបានចូលរួមទេហេតុអ្វីបើអាមាត្យនឹងទាហានគោរពស្ដេចងាយឆ្លើយណាកូនឯងឃើញលោកហ៊ុនសែនគោរពស្ដេចសីហមុនីទេ Yes ប៉ុន្តែកូនឯងអត់ដែលបានឃើញលោកហ៊ុនសែនលេងក្បាលសីហមុនីទេកូនឯងមើលឃើញហ៊ុនសែនថ្វាយអង្គមសីហមុនីប៉ុន្តែកូនឯងច្បាស់ជាមើលមិនឃើញហ៊ុនសែនលេងក្បាលសីហមុនីទេពីព្រោះអីពីព្រោះបញ្ញាមិនដល់មើលអត់ឃើញទេមើលឃើញអាភ្នែកធម្មតាណាគេហៅថាចក្ខុវិញ្ញាណសាមញ្ញចក្ខុវិញ្ញាណណាសាមញ្ញចក្ខុវិញ្ញាណគឺយើងមើលទៅឃើញថាហ៊ុនសែនស្ពះស្ដេចសីហមុនីណាវាតលតែយើងមានប្រាជ្ញាចក្ខុវិញ្ញាណបានយើងមើលឃើញថាហ៊ុនសែនលេងក្បាលសីហមុនីមនុស្សដូចខ្ញុំ developed intelligence មនុស្សដូចខ្ញុំកសាងនៅបញ្ញាផ្នែកចក្ខុវិញ្ញាណមើលឃើញថាហ៊ុនសែនលេងក្បាលសីហមុនីឧទាហរណ៍ជាក់ស្ដែងអត់មានមូលហេតុអីដែលហ៊ុនសែនត្រូវទៅកាន់ក្បាលមីក្រូហ្វូននិយាយនៅអនុសង្វាចរៈទេអាការទៅកាន់ក្បាលមីក្រូហ្វូននិយាយនៅអនុសង្វាចរៈហើយនឹងការប្រើពាក្យសម្ដីនៅក្នុងអនុសង្វាចរៈគឺអត់មាននៅក្នុងនេតិហ្នឹងទេនេះហើយដែលហៅថាហ៊ុនសែនលេងក្បាលស្ដេចហើយច្រើនណាស់ឧទាហរណ៍យើងសួរតើស្ដេចសីហមុនីចេះអានរដ្ឋធម្មនុញ្ញទេចេះអក្សរខ្មែរចេះខ្លះចុះយល់រដ្ឋធម្មនុញ្ញទេអត់ខ្ចីយល់ម៉ែនឹងកូននឹងរស់ដោយសារហ៊ុនសែនចិញ្ចឹមអូខេ
បើសិនណាជាស្ដេចសីហមុនីពិតជាចេះរដ្ឋធម្មនុញ្ញហើយយោងទៅតាមសច្ចាប្រណិធានថាយើងជាព្រះមហាក្សត្រលើកតម្កើងរដ្ឋធម្មនុញ្ញគោរពរដ្ឋធម្មនុញ្ញបើពិតជាចេះរដ្ឋធម្មនុញ្ញស្ដេចសីហមុនីអត់ចុះហត្ថលេខាឲ្យហ៊ុនសែនកាន់ទ័ពទេពីព្រោះអីពីព្រោះអង្គនីតិបញ្ញត្តិគឺព្រឹទ្ធសភានិងអង្គនីតិប្រតិបត្តិត្រូវបែងចែកឲ្យដាច់ស្រឡះពីគ្នា the separation of power ណាវាមាននៅក្នុង constitution វាមាននៅក្នុងរដ្ឋធម្មនុញ្ញការចុះហត្ថលេខាតែងតាំងឲ្យហ៊ុនសែនកាន់ទ័ពគឺវា become unconstitutional វាអធម្មនុញ្ញភាពវាអត់មានពីព្រោះធម្មនុញ្ញភាពបានបង្ហាញឲ្យច្បាស់ហើយថាត្រូវបែងចែកស្ថាប័នដឹកនាំជាតិវាមានអង្គនីតិបញ្ញត្តិអង្គនីតិប្រតិបត្តិអង្គយុត្តិធម៌ហើយព្រះមហាក្សត្រគឺជាអង្គអធិបតីបើសីហមុនីពិតជាចេះរដ្ឋធម្មនុញ្ញសីហមុនីតាមយើងមិនអាចចុះហត្ថលេខាបានទេវាអធម្មនុញ្ញភាពចុះមិនក៏ចុះហត្ថលេខាពីព្រោះស្ដេចគាត់អត់អនុវត្តរដ្ឋធម្មនុញ្ញគាត់ជាស្ដេចហើយមិនបានគាត់អត់គាត់ដឹងថាសម្ដេចហ៊ុនសែនចាំគាត់ណាហើយសម្ដេចហ៊ុនសែនគាត់និយាយគាត់ថាត្រូវទៅមើលស្ដេចមិនមើលស្ដេចរត់ម៉ែកូនដឹកដៃនេះរត់បាត់แล้วអានឹងអញ្ចឹងវាខុសគ្នាណាឥឡូវឆ្លើយទៅចាឯងសិនមិនបានស្ដេចអត់មានតាក់ទងស្ដេចអត់ទេស្ដេចមានតាក់ទងបើស្ដេចទី9ច្រើនតាក់ទងស្ដេចទី9កិច្ចការផែនដីលោកតាក់ទងតែស្ដេចទី10មិនទេស្ដេចទី10រវល់រឿងផ្សេងរឿងផ្សេងអានឹងអញ្ចឹងណាអូខេភួងមនីរ៉េចលោកតា do you think hypocritical for Khmer citizen to call Thai citizen national when most Khmer citizen turning into nationalism themselves without realizing it nationalism វាមានពីរអាមួយគេហៅ blind nationalism អាមួយទៀតគេហៅថា patriotic nationalism ណាបើយើងនិយាយទៅ nationalism មានពីរមួយ blind មួយ visioneer ជាតិនិយមមានពីរមួយជាតិនិយមខ្វាក់មួយទៀតជាតិនិយមភ្លឺថ្លាសពថ្ងៃនេះតាំងតែពីដើមមកខ្មែរយើងអត់ដែលមានជាតិនិយមភ្លឺថ្លាទេពីព្រោះអ្វីពីព្រោះពាក្យថា nationalism នៅក្នុងភាសាខ្មែរវាជា word ដែលតាមការពិត nationalism វាជា ideology រឿងនឹងពិបាកយល់ណាស់ពិបាកយល់ត្រង់ថាខ្មែរយើងអត់រៀនអូខេអញ្ចឹងអ្វីដែលហៅថាជាតិនិយមជាភាសាខ្មែរជាពាក្យជាវាក្យសព្ទជាពាក្យនៅក្នុង dictionary តែតាមពិតជាតិនិយមវាជាមនោគមវិជ្ជាវាជា ideology ខ្ញុំប្រាប់បានប៉ុណ្ណឹងណាភួងមនីរាជខ្ញុំប្រាប់បានប៉ុណ្ណឹងកូនឯងយកទៅគិតទៅ nationalism មួយជា term ជា word in dictionary មួយទៀតជា ideology ណា Cambodia in history of modern Cambodia never had ideological nationalism អត់មានទេ since 1936 the concept and ideology of nationalism never been properly created by the modern Khmer intellectual so since 1936 until now nationalism is just a word ហើយចុះThai nationalism ជា ideology ណា a modern Thai citizen like Pita like Thanathorn like you know those in ประชาชนអីហ្នឹងពួក modern Thai ហ្នឹងthey don't believe and they don't have any regard to nationalism ideology they believe in modernism បតនាថនពីតាអីហ្នឹងណាពួកប្រធានបកប្រជាជនអីហ្នឹងអូខេ
ហើយចុះអានុទិនវាគ្មាន ideology ក៏ដូចអីទេអានោះវាក្មេងដែរនោះវា believe in life law វា believe in លិទ្ធពង life law ដើម្បីកាន់អំណាចប៉ុណ្្នឹងទេអានុទិនណាហើយចុះនាងប៉ែតោងតានប៉ែនងតានគ្មានជឿ nationalism អីទេប៉ែតោងតានគ្រាន់តែជាស្រីក្មេងម្នាក់តន់ខ្សោយដែលធ្វើតាមឪវាប៉ុណ្ណឹងហើយចុះមនុស្សដូចជាសរិទ្ធថាវិសិនណាអញ្ចឹងហ៎សរិទ្ធថាវិសិនអត់ជឿលើ nationalism ទេជឿទៅលើ modernism អូខេហើយចុះមនុស្សដូចជាចម្លងស៊ីមឿងវាជឿទៅលើ nationalism ideology គេហៅជាតិនិយមមនុស្សកម្ពុជាអូខេអាហ្នឹងអញ្ចឹងហើយចុះសារយុទ្ធចលននសប្ងៃវាជឿទៅលើ nationalism ទេអត់ទេសារយុទ្ធមិនមែនជាមនុស្សមានជំនឿលើ nationalism ទេពីព្រោះពួកតាហ៊ានមេធំគេមាន ideology គេមួយគេហៅ militarism យោធានិយមដែលជា autocratic militarism ណាហើយចុះហ៊ុនសែនជាតិនិយមអត់ទេហ៊ុនសែនអត់ដាក់ហ៊ុនសែនមិនដែលមានជាតិនិយមក្នុងគោលក្បាលទេពីព្រោះហ៊ុនសែន had been trained to be a Khmer militant ពេលដែលគាត់រៀនជាខ្មែរក្រហមគឺគាត់រៀន communism and internationalism នៅពេលដែលយួនលើកគាត់ឲ្យកាន់អំណាចយួនវាបដៅគាត់តាមរបៀប internationalism ណាប៉ុន្តែដល់ពេលគាត់បានអំណាចហើយគាត់ទម្លាក់ចោលទាំងអស់ណាគាត់បង្កើតនៅរបស់មួយដែលគាត់គ្រប់គ្រងសម្ងាយគេហៅ Anism អញនិយមណាហ៊ុនសែនគាត់ជឿតែខ្លួនគាត់ទេគាត់ជឿអាណាទេហ៊ុនសែនតិចហ៊ុនសែនជឿអីហ៊ុនសែនអត់មានជឿអីទេហ៊ុនសែនជឿខ្លួនគាត់ណាហើយសំណួរសួរទៀតសួរថាតើហ៊ុនសែនជាបរិសុទ្ធខ្លាំងទេ Yes is ហ៊ុនសែន a strong man super yes strong man he's very strong to the end ណា he's strong នេះខ្ញុំធ្វើការឆ្លើយឆ្លងវិភាគខ្ញុំមិនមែនវិភាគដោយសេចក្តីស្អប់ខ្ពើមទេណាអូខេភួងមនីរាជណាសឿនបាទត្រូវគិតខ្ញុំក៏ប្រើ Chat GPT ប្រើ Gemini ខ្ញុំប្រើ AI 3ឥឡូវណាពីព្រោះជួនកាលទៅ model មួយនោះខ្សោយមួយទៅជួនកាលទៅខ្លាំងទៅមិនទៀងទាត់ធម្មតាបងលុយឲ្យគេ$20មួយខែណាវាមិនបានល្អដូចចិត្តយើងទេអូខេវណ្ណាឡាយថៃមាន D11A អាចបាន300 គីឡូម៉ែត្រមានប្រព័ន្ធ GPS ច្បាស់D11A ដូចជាបាញ់អត់បានទេ D11A ដូចជាបាញ់មិនបានទេណា DTI D21 វាបាញ់ត្រង់ណា DTI ចាំខ្ញុំមើលប្រវែងវាអត់ទេ DTI ក៏បាញ់អត់បានណា DTI ក៏បាញ់អត់បានបាញ់អត់បានទេកូនបានទេដូច
តាប្រាប់ចឹងណាកូនបានទេ D11 បាញ់អត់បានទេ D11 មិនស្មើ PHL 03ទេកូនតែសៀមវាមានរបស់ធំហើយបាញ់បានឆ្ងាយវាមានណាវាមានបាទរបស់វាទំហំមីលីម៉ែត្រធំហើយបាញ់បានឆ្ងាយវាមានតែ D11 បាញ់អត់បានទេកូនណាអញ្ចឹងអ្វីដែលកូនឯងនិយាយថាបាញ់បាន300គីឡូម៉ែត្រហ្នឹងខុសអត់ពិតបាញ់បានទេកូនបាញ់បានទេបាទបាញ់បានទេអ្វីដែលសៀមវាមានហើយអាចបាញ់បានដែលទំហំក្របវា300គីឡូ300មីលីម៉ែត្រណាហើយអា D11 ហ្នឹងវាតែ122មីលីម៉ែត្រទេប៉ុណ្្នឹង MR 70ណាអ្វីដែលសៀមវាមានទំហំ300មីលីម៉ែត្រហើយបាញ់បានដូច PHL ប្រព័ន្ធរបស់វាហ្នឹងគឺជា AR3 ដែល AR3 នេះវាមានទំហំ300មីលីម៉ែត្រមានរ៉ុកែតមួយទៀតដែលសៀមមាន475មីលីម៉ែត្រធំជាង PHL 03ហើយបាញ់បានឆ្ងាយបាញ់បាន290គីឡូម៉ែត្រអញ្ចឹងមានន័យថាឧបមាថាខាងលោកហ៊ុនសែនហ្នឹងដាក់ PHL 03នៅកន្លែងណាមួយនៅសៀមរាបឬនៅបាត់ដំបងហើយបាញ់ទៅថៃស្រាប់តែងប់បាច់បាក់ទីវិនិច្ឆ័យហិនហោច67អិចតា4ជ្រុងPHL 03ជួនកាលអាចរត់មិនរួចសៀមវាបាញ់មកវិញពពោះវាមានផ្កាយរណបវាត្រង់ជាងយើងពឹងគេអញ្ចឹងវាបាញ់មកវិញអា PHL 03ហ្នឹងអាចរត់អត់តាន់ណាកូនហើយបើសិនជារត់អត់តាន់វាអាចកំទេចបានមួយគ្រឿងពីរគ្រឿង3គ្រឿងPHL 03របស់ហ៊ុនសែនដូចជាមានតែ6គ្រឿងទេណា6គ្រឿងមួយគ្រឿង12បំពង់អញ្ចឹងបើវាយម៉ាសាអស់2គ្រឿងឬក៏មួយគ្រឿងអានេះគេរាប់ថយក្រោយមិនត្រឹមតែប៉ុណ្្នឹងទេវាអាចដែលខ្ញុំមើលឃើញសៀមវាអាចបាញ់បំផ្លាញលោកហ៊ុនសែនបានគឺបាញ់បំផ្លាញរ៉ាដានៅកំពង់ឆ្នាំងបាញ់បំផ្លាញកំពង់ឆ្នាំងប្រទេសកំពង់ឆ្នាំងអញ្ចឹងអា PHL 03នេះសៀមវាតាមដានបើសិនជាបាញ់វានេះច្បាស់ជាវាបាញ់កំពង់ឆ្នាំងណាអូខេបាញ់កំពង់ឆ្នាំងវាអត់បាញ់ទេពេញវាបាញ់តែបាញ់ប៉ះប្រជាជនបើវាបាញ់ប្រទេសកំពង់ឆ្នាំងបាញ់ប្រទេសកំពង់ឆ្នាំងវិលយន្តហោះរបស់កម្ពុជាក៏វាអត់ហ៊ានបាញ់ដែរបាញ់អត់បានទេវិលយន្តហោះរបស់ស៊ីវិលហើយហ៊ុនសែនម្នាក់វាមិនមែនតែតាមបាញ់គាត់ទេអញ្ចឹងវាបើនិយាយទៅហ៊ុនសែនមានប្រៀបជាងបើនិយាយពីរឿងវាយណាហ៊ុនសែនមានប្រៀបជាងសៀមព្រោះហ៊ុនសែនបើសិនជាសៀមវាយត្រូវប្រជាជនស៊ីវិលហ៊ុនសែនសបាយបានប្តឹងសៀមហើយបើតាហ៊ានងាប់ហ៊ុនសែនអត់ស្រក់ទឹកនោមទេអញ្ចឹងហ៊ុនសែនមានប្រៀបជាងសៀមក្រុមគ្រួសារហ៊ុនសែនមានលុយមានកាក់ចាយសពគ្រប់បពុហ៊ុនសែនមានដឹកនាំធំអ្នកមានធំមានលទ្ធភាពទាំងអស់ហើយបើអ្នកក្រហ្នឹងពលីជីវិតអ្នកក្រគេបោះកវែងលុយដាក់លើក្បាលទៅហើយលុយបន្តិចតួចហ្នឹងទៅប៉ុនកូននេះគេមិនគិតទេសេវាកម្មសាស្ត្រគេមិនគិតទេគេអត់ឈឺស្រក់ទឹកនោមទេណាជួនកាលគេចាញ់យំមកយើងមើលដូចនៅកោះពេជ្រអីអញ្ចឹងលោកហ៊ុនសែនមានប្រៀបជាងសៀមបើសិនជាហ៊ុនសែនដាក់ PHL 03ទៅសៀមអាចប៉ះពាល់អាយុជីវិតអីហ្នឹងសៀមវេទនាចឹងលោកហ៊ុនសែនក្នុងសង្គ្រាមឯងលោកហ៊ុនសែនមានប្រៀបត្រង់ថាអ្វីដែលលោកហ៊ុនសែនចំណាយលោកហ៊ុនសែនអត់ខាតទេវាខាតតែប្រជាជនខ្មែរប៉ុន្តែវាមិនខាតលោកហ៊ុនសែនទេណា
លោកហ៊ុនសែនដឹងច្បាស់ថាប្រជាជនខ្មែរបាក់ស្បាតអត់ហ៊ានតវ៉ានឹងគាត់ទេបើអញ្ចឹងទៅគាត់ចាយចោលលេងទៅណាសួរតែគាត់កែទេអាមាត់ស៊ីត្រាវហ្នឹងងាយកែដែរពីព្រោះហ៊ុនសែនអត់ឈឺផងបើសៀមបាញ់អ្នកស្រុកបើសៀមបាញ់តែហ៊ានក្រីក្រហ៊ុនសែនមិនឈឺណាតែហ៊ុនសែនមានបេះដូងតែសម្រាប់គាត់ទេហ៊ុនសែនគ្មានបេះដូងសម្រាប់អ្នកណាទេតែមិនបានខ្ញុំនិយាយអញ្ចឹងខ្ញុំនិយាយត្រង់មនុស្សដូចហ៊ុនសែនគ្មានបេះដូងទេគ្មានបេះដូងសម្រាប់អ្នកណាទេអ្វីសិតតែជាការសម្ដែងរបស់គាត់ទេគាត់មានបេះដូងតែកូនចៅគាត់មិនមានបេះដូងចំពោះយើងទេណាអាហ្នឹងអញ្ចឹងណាបងខ្ញុំនិយាយតែត្រង់ទេបងប្អូនហើយបើសេចក្តីត្រង់ឲ្យមិនជឿខឹងខ្ញុំខឹងទៅណាnatural អត់មានទេអត់ដឹងថាធ្វើម៉េចណា Mary Litran hello ណា Tommy SH1 155 mm កម្លាំងខ្លាំងទេ SH1 ជាស្អីជាកំភ្លើងធំណាជាកំភ្លើងធំ SH1 គឺជាកំភ្លើងធំដែលចិនផលិតចម្លងពី M190 របស់ NATO លោកខាងលិចកំភ្លើង SH1 ជា150 mm បាញ់គ្រាប់ NATO standard មានន័យថាបើសិនដែលជាវាយថៃហើយបានគ្រាប់កំភ្លើងថៃយកមកបាញ់នឹងកំភ្លើង SH1 បានក៏ប៉ុន្តែល្បឿននៃការបាញ់របស់ SH1 ចាញ់155ថៃល្បឿននៃការបាញ់155ថៃហើយនឹងការបាញ់ SH1 បាញ់យឺតជាងថៃល្បឿននៃការញាត់គ្រាប់បាញ់វាយឺតជាងពេលព្រោះអារបស់ថៃវាជា design បច្ចេកវិទ្យាអ៊ីស្រាអែលកូរ៉េខាងត្បូងអញ្ចឹងវាបាញ់លឿនជាងចុះត្រង់អត់ដឹងទេស៊ីសងតអ្នកបាញ់ផងណាតើខ្មែរខាងហ៊ុនសែនមានប្រើ SH1 ទេអត់ដឹងថាប្រើឬមិនប្រើអត់ដឹងហើយចុះខាងថៃ155ប្រើរាល់ថ្ងៃតាំងពីថ្ងៃទី7មកសៀមបាញ់155រាល់ថ្ងៃអូខេហេតុអីខាងថៃមានជួងកោចេញមកម្នាក់ឌឺដងច្រើនតែខាងខ្មែរយើងមានតែសម្ដេចចេញមុខម្នាក់ឯងតតាំងនឹងឌឺដងថៃទៅវិញមន្ត្រីផ្សេងស្ងាត់ឈឹងដូចអត់វីអលវ៉ាន់ទីមកអំពីពួកមន្ត្រីហ្នឹងគេឆ្លាតគេដឹងថាចម្បាំងនេះគឺជាការឆ្លោះគ្នាគុំកូនគ្នារវាងទាហានថៃនិងលោកហ៊ុនសែនអញ្ចឹងគេអត់មកឌឺដងទេគេត្រូវសង្ងំស្ងៀមដើម្បីសេចក្តីសុខគេមកឌឺដងរងាប់អីឥឡូវដូចចៅឯងទៅឌឺដងស្អីជាមួយថៃនោះចៅឯងមានរឿងអីឆ្លោះជាមួយថៃហើយដូចតាទៅឌឺដងអីជាមួយថៃនោះអញ្ចឹងលោកហ៊ុនសែនគាត់រំម្នាក់ឯងទៅណយហើយយើងចេះថាចេះយោដាច់អរគុណដាច់តែប៉ុណ្្នឹងទៅចប់ហើយយករួចខ្លួនតែអាណិតអ្នកក្រីក្ររត់ណាអ្នកក្រីក្រដែលធ្វើទាហានខាងមុខនោះអាណិតណាចាឯងបើសិនចាឯងមានលុយមានកានចាឯងមកជួយឌឺដងគ្នាអ្នកឌឺដងសិតតែអ្នកអត់អីចេះឌឺដងលេងណាថាមីប្រភេទដែលស្តៀងនឹង BM21 ប៉ុន្តែវាប្រសិទ្ធភាពជាង BM21 100ដងហេម៉ាណាហេម៉ាអតកម្មហ្នឹងគឺសិតតែជាប្រភេទសប្តាហ៍ថ្ងៃនេះរបស់ដែលជាកំជ្រួចវងដោយ BM21 នៅអឺរ៉ុបវាខ្លាំងជាង BM21 100ដងអញ្ចឹងហើយបានជា
Ukraine អីអត់ប្រើទេ Ukraine អត់មានប្រើ Ukraine ប្រើ HIMARS ប្រើអតកម្មណាប្រើ Sprint ដែលជាប្រភេទអាមេរិកយុរ៉ុបបាទ BM21 វាសម្រាប់ប្រទេសដែលបាញ់អត់គិតជីវិតមនុស្សណាយកទៅបាញ់ដូចមេយ៉ាន់ម៉ាដូចឡាវដូចកម្ពុជាយើងអីណានឹងបាញ់អាហ្នឹងសូម្បីតែថៃក៏មិនសូវប្រើដែរណា World X55 ថៃប្រើ SR4 តាំងពីថ្ងៃទី7ប្រើរាល់តែថ្ងៃ90B វាមិនខុសគ្នាពី MR70 ទេណាហើយមិនមែនលើកទី1ទេប្រើខាងហ៊ុនសែនប្រើតាខាងហ៊ុនសែនប្រើតា MR70 90B ហ្នឹងប្រើអូខេពីព្រោះBM21 Classic ហ្នឹងវាចាស់ហើយណាចំណាំមើលណាClassic ហ្នឹងគឺតាហ៊ានលីក្របយុទ្ធសូរអាហ្នឹងហើយអាហ្នឹងជាន់ចាស់ហើយជាន់ថ្មីអត់ទេគេមានជាកាក់គេណាខ្មែរយើងហៅកញ្ចែងណាសៃហាហេតុអ្វីហ៊ុនសែនមិនទិញយន្តហោះចម្បាំងកូនឯងចេះបើកទេបើកូនឯងអត់ចេះបើកហ៊ុនសែនបានអាណាបើកទិញយកមកអូសលេងចេះសួរអញ្ចឹងដែរវាអត់មានអ្នកបើកវាអត់មានអ្នកចេះបើកអត់មានអ្នកចេះថែទាំណាទិញយកមកធ្វើស្អីបើអត់ចេះបើកកូនឯងចេះបើកប្រាប់ថាសម្ដេចខ្ញុំចេះបើកណាទិញយន្តហោះចម្បាំងមកខ្ញុំចេះបើកសម្ដេចថាឯងពិតចេះបើកមែនទេបាទខ្ញុំចេះបើកអូខេណាចូលមកជួបពុកឲ្យពរឲ្យជ័យបាទពុកទៅដល់គាត់ឲ្យអង្គរៈគាត់ក្បួយកអានេះចេះបើកយន្តហោះកំទុកវាពីព្រោះតតុកវាទៅថ្ងៃក្រោយនឹងវាបើកយន្តហោះឲ្យខ្មាំងនេះណាហេតុដែលយើងមិនទិញយន្តហោះហ្នឹងពីព្រោះយើងប្រើតែរថក្រោះហើយនឹងកាភ្លើងធម្មតាសម្រាប់បង្ក្រាបក្បាលវាហើយវាកើតស្អីបានវាមកបបួលយើងទិញយន្តហោះនោះណាអញ្ចឹងបើវាចេះបើកយន្តហោះហ្នឹងយកវាទៅឲ្យសម្រាប់កាយានៅអូតែលលោកខែ7ព្រៃសរឬក៏ឲ្យកពើស៊ីទៅវាគ្មានត្រូវការអ្នកចេះទេអាហ្នឹងដូចស្ដេចក្រុងចិនអញ្ចឹងអ្នកក្លាហានធម្មតាគេប្រើប៉ុន្តែក្រោយមកស្ដេចក្រុងចិនទៅដុតបំផ្លាញព្រះវិហារសៅលិង្គកូនឯងដឹងមិនបានជាស្ដេចចិនទៅបំផ្លាញវិហារសៅលិង្គទេពីព្រោះវិហារសៅលិង្គជាអ្នកបង្ហាត់តបឲ្យស្ដេចចិនដល់ពេលស្ដេចចិនគិតយូរទៅចុយរឿងអីឲ្យឯងមកបង្ហាត់តបឲ្យអញថ្ងៃក្រោយឯងបង្ហាត់តបឲ្យអ្នកដទៃមិនវាយអញអញ្ចឹងអញទៅដុតព្រះវិហារសៅលិង្គចោលព្រះវិហារសៅលិង្គគេដុតចោលបដ ாய் អញ្ចឹងបើកូនឯងចង់ទិញយន្តហោះចម្បាំងឯងទៅប្រាប់ទៅសម្ដេចពុកខ្ញុំចេះបើកទេមកជួបពុកចាំពុកចង់ចូលជួបពុកតែអីជាមួយពុកអីតិចតួចជាកិត្តិយសណាកូនណាហើយប្រាប់ក្តោខ្ជារៀបចំកពើ20កពើបាទពុកមិនសម្រាប់ឯងស៊ីទេណាយកមួយនេះទៅឲ្យទៅស៊ីទៅដល់កពើថាអរគុណសម្ដេចពុកហើយសួរថាម៉េចបានត្រូវឲ្យខ្ញុំស៊ីទាំងព្រឹកកពើវាសួរសម្ដេចពុកប្រាប់ថាអានឹងចេះបើកយន្តហោះអូបើចេះហែលទឹកដូចខ្ញុំវាអត់ត្រូវខ្ញុំស៊ីទេប៉ុន្តែវាប្រាប់សម្ដេចពុកដល់ធ្លាក់ទៅដល់ប្រាប់ថាបងកពើអើយកុំឲ្យកម្មខ្ញុំទុកឲ្យខ្ញុំបើកយន្តហោះថានឹងហើយមកឯងតែឯងចង់ចេះបើកយន្តហោះនឹងហើយបានសម្ដេចពុកឲ្យអញស៊ីនោះតាចេមសុកអើយតានិយាយត្រូវម្លេះទេហើយតាចេមសុកឬសូលវើវើប្រាប់ទៅវិញអញជួយឯងមិនបានទេព្រោះឯងទៅដល់នឹងហើយអញក៏មិនហ៊ានទៅដែរអញខ្លាចកពើស៊ីអាហ្នឹងហើយគេហៅឆ្លាតហួសសម្ដេចពុកមានច្រើនណាស់អ្នកឆ្លាតហួសសម្ដេចពុកឆ្លាតហួសសម្ដេចពុកណាសម្ដេចពុកមានត្រូវការយន្តហោះហើយចេះតែកាត់តែចៅឯងអត់យល់ចិត្តលោកតាហ៊ុនសែនទេចៅឯងអត់យល់ទេណាមានអ្នកសួរទេណាឈ្មោះវាតជាយ
លោកតាប្រទេសថៃនយោបាយក្នុងប្រទេសចំនួនបែបនេះតើវិនិយោគបរទេសអាចដកចេញដែរទេវិនិយោគបរទេសកំពុងតែដកចេញមួយចំនួនដោយសារមិនមែនដោយសារនយោបាយទេនយោបាយវា season ទេនយោបាយអត់មានបញ្ហាអីទោះបីច្បូតបល់មិនក៏អត់អីតែប្រទេសថៃវាចាប់ផ្ដើមលិចទឹកវាចាប់ផ្ដើម flood ដល់វា flood ខ្លាំងមែនតើវា reduce foreign direct investment អូខេគាត់ណាអូខេសេងសុវណ្ណវិទ្យាហេតុអ្វីសៀមមិនវាយប៉ៃលិនសៀមវាយប៉ៃលិនណាបើអនុទិនវីរ៉ូស៊ីជាមួយនឹងបានស្រីមុំបានស្រីមុំជាកូនធរលោកហ៊ុនសែនឡើងលុយឲ្យលោកហ៊ុនសែនណាហើយរកស៊ីជាមួយអនុទិនចនវិរៈកុលអនុទិនហើយនឹងបកភូមិใจថៃហើយនឹងបកនយោបាយដទៃទៀតរកស៊ីជាមួយបានស្រីមុំអានឹងផ្លូវគេរកស៊ីជាមួយនេះគេវាយទៅអីវាមិនដែលមានអ្នកណាគេទៅចាប់កងានយកទៅស្ងោនៅពេលគេដឹងតែកងានហ្នឹងពងសិតតែមាសទេកូន Do you understand កូនសេងសុវណ្ណវិទ្យា Do you understand កូនណាស្រឿនបាទគិតទៅគិតលេងទៅណា POZZ Grandpa can you give some tip studying in America right now អត់ទេកូនអើយអត់ចេះទេឆ្លើយមិនរួចទេកូនណា Yoha hello grandpa what do you think about 18 soldier អូសម្ដេចហ៊ុនសែនប្រាប់ថាចាត់ទុកជាពលីហើយនោះកូនណាអត់មានទិញអីទេសម្ដេចហ៊ុនសែនគាត់ប្រាប់ហើយចាត់ទុកជាពលីហើយគាត់មានតែស្ដាយចំណោះហើយគាត់ណាត្រឹមត្រូវហើយសរឿនជុនលីលោកតានិយាយមិនពីរោះតែបើយកសម្ដីលោកតាមកគិតឲ្យយូរបន្តិចរឿងពិតក្នុងស្រុកខ្មែរយើងចឹងមែនអាហ្នឹងតានិយាយវាដែរព្រោះណាមួយតាអត់ចេះច្រៀងផងកូនអូខេលោកពូលើកទុកចិត្តឲ្យសិស្សនៅកម្ពុជាចាប់ចំណេញ political science international relation ទេអត់ទេកុំរៀនអារបស់នឹងរៀនទៅខ្ញុំគេហើយគ្មានអនាគតទេណា Computer engineering electrical engineering mechanical engineering civil engineering ណា medical doctor nurse pharmacist programmer អូខេsemiconductor engineering chip design engineering អូខេណា electrical engineering អានោះសិតរៀន international relation ហើយនៅ political science និយាយខុសមាត់គេចាប់ដាក់គុកហើយបើគេយកទៅប្រើស៊ីតែกระดาษទេណាហើយកระดาษហ្នឹងกระดาษចិនចាស់ជួយណាกระดาษចិនចាស់ជួយណាឬกระดาษយួនចាស់ឆ្នៃប្រឌិតដេអីយកមកនៅឆ្នៃស៊ីតែกระดาษទេអត់មានអនាគតទេស្រុកខ្មែរយើងអត់មានណាឲ្យតម្លៃអ្នករៀន political science ទេណាអូខេអាហ្នឹងអញ្ចឹងពេជ្របសលោកតានិងសូនតារាគឺជាអ្នកដែលវិភាគទំនងក៏ចង់ស្ដាប់គ្រាន់តែទំនងឲ្យចង់ស្ដាប់អត់ប្រយោជន៍ទេកុំជឿតើតែឃើញការពិតសិនអាទំនងឲ្យចង់ស្ដាប់នឹងគ្មានបានការអីទេលើកនេះខ្មែរឈ្នះប៉ោងខោទៀតមែនទេបាទលោកហ៊ុនសែនឈ្នះបាទបងពងចាំនួនខឿនថាជាតិនិយមជាលទ្ធិត្រូវហើយស្រីឧត្តមក៏ប៉ុន្តែនួនខឿនអត់បានជឿលើជាតិនិយមទេនួនខឿនជឿលើលទ្ធិរួមសម្បត្តិនិយមគឺកុម្មុយនីសទីបំផុតគាត់ក៏ស្លាប់ដោយសារកុម្មុយនីសគ្នាគាត់ណា
មានគេនិយាយថាជាតិនិយមជាលទ្ធិប៉ុន្តែខ្មែរគ្មានលទ្ធិហ្នឹងទេតាំងពីឆ្នាំ1936មកសេងសុវណ្ណវិជ្ជាអនុទិនប្រកាសលាចេញល្បីថាវាមិនចង់ស្ដាប់ត្រាំសម្របសម្រួលទេអត់ទេនយោបាយគេទេអូខេពាក្យថាបកគលអំណាចឲ្យរាជវិញហ្នឹងគឺរៀបចំការបោះឆ្នោតណាកូនអត់មានន័យអីទេសរឿនបាទលីសុងកសិកម្មគេត្រូវការផងអាចរកស៊ីខ្លួនឯងផងបើយើងចេះណាបាទច្បាប់បលិទាហានអីអាហ្នឹងសម្រាប់ទៅលុញពងឲ្យគេហើយនឹងសោកលុយយកឡើងសាក់អីណាធ្វើខ្នងក្រុមគ្រួសាររកស៊ីអីអាហ្នឹងរឿងផ្សេងតែអាជីពគឺនៅក្នុង Science នៅក្នុងវិទ្យាសាស្ត្រអត់ទេកូនSteve Kevin ការឧបមាហ្នឹងទៅមិនរួចទេកូនណាសុវណ្ណរដ្ឋានាមិនមែនអញ្ចឹងទេមានរដ្ឋាភិបាលក៏ដោយអត់រដ្ឋាភិបាលក៏ដោយខេត្តដែលជាប់ព្រំដែនកម្ពុជាថៃឡង់និងកម្ពុជាម៉ាឡេស៊ីថៃឡង់កម្ពុជាថៃឡង់ម៉ាឡេស៊ីថៃឡង់បឺមីគឺគ្រប់ព្រំដែនទាំងអស់ខេត្តព្រំដែននៅក្រោមយោធាភាគ1ភាគ2ភាគ3ភាគ4ទាំងអស់តាំងពីដើមមកមានរដ្ឋាភិបាលក៏ដោយអត់រដ្ឋាភិបាលក៏ដោយគេចែកគ្នាធ្វើការណា